បាទសូមគោរពជម្រាបសួរលោកស្រីនាងកញ្ញាទូរទស្សនិកជនទាំងអស់ជាទីគោរពវិលមកជួបគ្នាបន្តជាមួយនឹងកម្មវិធីនីតិកសិកម្មរបស់ស្ថានីយ៍ទូរទស្សន៍ Town Full HD TV បាទថ្ងៃនេះកម្មវិធីយើងខ្ញុំមកផ្ដិតយកនៅរូបភាពទស្សនវិជ្ជាខាងក្រៅបាទជាមួយនឹងប្រជាកសិករដែលបានប្រើប្រាស់ជីបាទសញ្ញាផ្កាឈូកមាសបាទយកមកប្រើប្រាស់ហើយថាតើពេលនេះខ្ញុំមកជួបជាមួយនឹងបងប្រុសនៅក្នុងបាទខេត្តណាពេលនេះក៏សូមអនុញ្ញាតជម្រាបសួរទៅកាន់បងប្រុសទាំងនោះបាទសូមជម្រាបសួរបាទជំរាបសួរបងប្រុសមានឈ្មោះអ្វីដែរខ្ញុំឈ្មោះឈៀនសុខនទីនេះរស់នៅក្នុងភូមិអីឃុំអីទេទីនេះភូមិតាំងក្រង់ឃុំស្វាយទៀបស្រុកចំការលើខេត្តកំពង់ចាមចំការលើខេត្តកំពង់ចាមបាទបាទអរគុណច្រើនហើយថ្ងៃនេះមកជួបជាមួយបងប្រុសជាថ្ងៃដំបូងដែលកម្មវិធីយើងខ្ញុំបានចាប់ផ្ដើមជាមួយនឹងកម្មវិធីនីតិកសិកម្មនិងការរួមសហការជាមួយនឹងបាទផលិតផលជីបាទដែលមានបាទសញ្ញាផ្កាឈូកមាសបាទជីគីមីសញ្ញាផ្កាឈូកមាសដែលថ្ងៃនេះយើងចង់ដឹងថាតើបងប្រុសដែលសម្រាប់ចិត្តនៅក្នុងការប្រើប្រាស់លើជីបាទសញ្ញាផ្កាឈូកមាសនេះមានបាទផ្ដល់នៅអត្ថប្រយោជន៍យ៉ាងម៉េចហើយផ្ដល់នៅគុណភាពយ៉ាងម៉េចសម្រាប់ដំណាំកសិកម្មរួមផ្សំរបស់គាត់នៅចំការនេះឥឡូវនេះយើងមកជួបជាមួយបងប្រុសពាក់ព័ន្ធជាមួយនឹងការដាំដុះទុរេននៅក្នុងចំការនេះមានដំណាំអីខ្លះបងប្រុសនៅក្នុងចំការនេះមានដំណាំទុរេនហើយនិងសកានេះបាទបងចាប់ផ្ដើមប្រើប្រាស់ជីបាទផ្កាឈូកមាសបាទជីគីមីផ្កាឈូកមាសនេះប្រហែលឆ្នាំមកហើយខ្ញុំអត់ដែលប្រើទេជីនឹងតែខាងដោយថាអ្នកបេះទុរេនហ្នឹងគាត់ផ្ដល់យោបល់ឲ្យប្រើបាទដល់ខ្ញុំយកមកប្រើទៅឃើញថាប្រើបាន4-10ថ្ងៃកន្លះខែអញ្ចឹងទៅដូចមានប្រសិទ្ធភាពបាទអាចបាទនឹងលាស់ត្រួយថ្មីលឿនអញ្ចឹងចាប់ផ្ដើមប្រើហ្នឹងទើបតែប្រើថ្មីនេះបាទខ្ញុំទើបប្រើថ្មីទេបាទឥឡូវទុរេននេះឥឡូវនេះយើងប្រមូលផលរួចហើយទុរេនណាហើយបន្ទាប់ពីការប្រមូលផលទុរេនហើយបងចាប់ផ្ដើមប្រើប្រាស់ភ្លាមបាទហើយឥឡូវនេះយើងឃើញថាទុរេនរបស់បងមានការចេញត្រួយថ្មីបាទល្អមែនតើបាទចេញត្រួយច្រើននេះបាទចេញត្រួយច្រើនអីសម្រាប់ដើមសកានេះវិញសកានេះវិញបងកំពុងតែប្រើដែរឬមួយយ៉ាងម៉េចបងសកានេះខ្ញុំក៏បានប្រើដាក់បានប្រើហើយហ្នឹងហើយយើងប្រើជាមួយនឹងជីអីខ្លះជីនេះបាទហ្នឹងហើយលាយហ្នឹងជីទាំងពីរហ្នឹងលាយពីមុខហ្នឹងបាទនេះគឺជីសញ្ញាផ្កាឈូកមាសបាទបែបគេហៅជីសរីរាង្គជីសរីរាង្គជាមួយនឹងជីបាទ15ហ្នឹងហើយNPK 15បាទលាយចូលគ្នាទៅលាយចូលគ្នាបាទហើយបងចាត់ទុកថាបងអាចមានទំនុកចិត្តប៉ុណ្ណាដែរទៅលើការប្រើប្រាស់នៅផលិតផលជីដែលមានសញ្ញាផ្កាឈូកនេះខ្ញុំមើលទៅឃើញថាពេលខ្ញុំប្រើហ្នឹងឃើញដូចចេញត្រួយលឿនដូចមានសង្ឃឹមច្រើនហ្នឹងហើយព្រោះពីមុនមកអត់ដែលប្រើដល់ទើបប្រើឃើញថាចេញលទ្ធផលមកត្រួយលាស់លឿនបាទបានត្រួយល្អច្រើនវាប្លែកកាលពីឆ្នាំមុនមកបាទប្លែកជាងឆ្នាំមុនដែលបន្ទាប់ពីយើងប្រមូលផលមកគឺដើមឈើរបស់យើងហាក់បីដូចជានៅស្ងៀមទេនៅស្ងៀមដល់ពេលយើងប្រើផលិតផលជីសញ្ញាផ្កាឈូកមាសមកចាប់ផ្ដើមមានត្រួយលាស់ថ្មីទៅបាទត្រួយលាស់ថ្មីច្រើនបីដូចជាដល់រដូវកាលត្រូវដែលផ្លែផ្កាថ្មីម្ដងទៀតអញ្ចឹងដែរបាទបងក្នុងការប្រើប្រាស់ជីបាទគេហៅថាផ្កាឈូកមាសនេះបាទមានអារម្មណ៍ថាតើយើងអាចមានទំនុកចិត្តនៅក្នុងការប្រើប្រាស់ទៅថ្ងៃអនាគតទៀតទេអ្វីដែលបងប្រើប្រាស់លើដីចម្ការរបស់បងបាទខ្ញុំបាទប្រើទៅវាបានលទ្ធផលអញ្ចឹងអានេះឃើញថាវាបានលទ្ធផលមួយហើយឃើញថាលឹកលាស់ល្អហើយយើងចាំមើលចេញច្រើនហើយចាំដល់រដូវផ្កាផ្លែតទៅទៀតបើសិនដំណើរការដូចហ្នឹងបានផលដូចហ្នឹងខ្ញុំនឹងប្រើបន្តរៀងរាល់ឆ្នាំហើយយើងនឹងបន្តប្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងតំបន់ដែរបាទដើម្បីឲ្យកុំឲ្យយើងចេះតែប្រើផ្ដេសផ្ដាស់ទៅលើជីផ្សេងដែលនាំឲ្យខូចដីខូចដំណាំរបស់យើងដែលបានផលហើយនោះដែលបានផលហើយនោះទន្ទឹមនឹងបងប្រើប្រាស់ទៅបានលទ្ធផលប៉ុណ្ណេះបងមានពាក្យពេចន៍អ្វីខ្លះដើម្បីធ្វើការផ្ដាំផ្ញើដល់ទូរទស្សនិកជនក៏ដូចជាពលរដ្ឋនៅក្នុងតំបន់ដែលមានចំការដូចជាទុរេននិងផ្លែភោគផលផ្សេងទៀតដែលកំពុងតែដាំដុះនៅក្នុងទឹកដីរបស់បងបាទខ្ញុំមានអារម្មណ៍ចង់ថាប្រាប់បងប្អូនដែលមានទុរេននិងឬក៏មានសកានៀកឬក៏ដំណាំហូបផ្លែផ្សេងហ្នឹងហើយបើថាមានលទ្ធភាពចង់ជួបគាត់មករកគាត់ទៅណាហ្នឹងហើយតាក់ទងជីផ្កាឈូកមាសនេះដាក់ទៅបានផលល្អនឹងបានផលល្អខ្ញុំប្រើរួចហើយនេះខ្ញុំប្រើឃើញថាលឹកល្អចេញមកល្អហ្នឹងហើយនេះមាននេះមើលនេះសិតលឹកត្រួយចេញមកពីមុនកាលខ្ញុំបេះផ្លែនៅផ្លែគឺអត់មានត្រួយខ្ចីទេហ្នឹងអត់នេះទើបចេញនេះហើយថ្ងៃនេះខ្ញុំទើបដាក់បានខែហ្នឹងហើយថា10ថ្ងៃចេះមិនដល់ទេមិនដល់10ថ្ងៃទេចេញបានល្អមែនទេបាទ
អរគុណច្រើនសម្រាប់បងប្រុសដែលបានផ្ដល់នៅបទសម្ភាសន៍ហើយទូរទស្សនិកជននៃបន្តទៀតយើងទៅជួបជាមួយនឹងអ្នកជំនាញខាងបាត់ជីផ្កាជប់មាសថាតើផលិតផលជីផ្កាជប់មាសផលិតឡើងពីវត្ថុធាតុដើមអីខ្លះហេតុអីបានមានផលល្អសម្រាប់ការប្រើប្រាស់លើដំណាំកសិកម្ម ជីគីមីសញ្ញាផ្កាឈប់មាសជំនាញកែប្រែគុណភាពដីឬច្រើនដើមថ្លោះរឹងមាំស្លឹកក្រាស់បង្កើនទិន្នផលខ្ពស់ធ្វើឲ្យដីធូរល្អមិនរឹងខ្លាំង បាទទូរទស្សនិកជនជាទីមេត្រីអមាញ់មិញលោកលោកស្រីនាងកញ្ញាទូរទស្សនិកជនបានទទួលការស្ដាប់អំពីការធ្វើបទសម្ភាសន៍ជាមួយនឹងបងប្អូនប្រជាកសិករដែលបានយកផលិតផលជីដែលមានសញ្ញាផ្កាឈប់មាសដែលបានចូលរួមឧបត្ថម្ភសម្រាប់កម្មវិធីនីតិកសិកម្មរបស់ស្ថានីយ៍ទូតថោនរួចមកហើយអបាញ់មិញបាទពេលនេះយើងខ្ញុំក៏បានការផ្ដល់កិត្តិយសពីតំណាងខាងក្រុមហ៊ុនជីសញ្ញាផ្កាឈប់មាសបានផ្ដល់កិត្តិយសមកដល់ studio ដើម្បីធ្វើការបាត់ជជែកជាមួយនឹងការអ្វីដែលក្រុមហ៊ុនបាននាំចូលនៅផលិតផលជីសញ្ញាផ្កាឈប់មាសមកកាន់កម្ពុជាដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ឲ្យចំគោលដៅទៅលើវិស័យកសិកម្មផ្ទាល់តែម្ដងបាទនៅពេលនេះក៏សូមអនុញ្ញាតជម្រាបសួរទៅកាន់ខាងតំណាងក្រុមហ៊ុនដែលបានផ្ដល់កិត្តិយសមកដល់ studio នៅក្នុងថ្ងៃនេះបាទជម្រាបសួរចាសូមបាទសុខសប្បាយជាទេបាទចាសុខសប្បាយធម្មតាបងបាទអរគុណច្រើនណាស់ថ្ងៃនេះបានផ្ដល់វត្តមានសម្រាប់កម្មវិធីបាទនីតិកសិកម្មរបស់ស្ថានីយ៍ទូតថោន Full HD TV ហើយក៏សូមអរគុណចំពោះបាទខាងតំណាងក្រុមហ៊ុនដែលបានផ្ដល់វត្តមានយ៉ាងមានតម្លៃចូលរួមនៅក្នុងកម្មវិធីនៅក្នុង studio នៅក្នុងថ្ងៃនេះទូរទស្សនិកជនជាទីមេត្រីលោកលោកស្រីនាងកញ្ញាបានស្ដាប់រួចមកហើយអំពីការលើកឡើងអំពីគុណភាពជីសញ្ញាផ្កាឈប់មាសដែលបងប្អូនប្រជាកសិកររបស់យើងយកទៅប្រើប្រាស់ថ្មីត្បិតតែជីផ្កាឈប់មាសទើបតែបាននាំចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាក៏ពិតមែនក៏ប៉ុន្តែថាតើជីនាំចូលមកពីប្រទេសណាហើយគុណភាពការប្រើប្រាស់ទៅលើអ្វីខ្លះហើយមានប្រមាណប្រភេទដែលនាំចូលមកកាន់កម្ពុជាជាពិសេសគឺគោលបំណងរបស់ក្រុមហ៊ុនផ្ទាល់តែម្ដងខ្ញុំបាទក៏សូមបាទអនុញ្ញាតជម្រាបសួរទៅកាន់ខាងតំណាងក្រុមហ៊ុនថាតើការនាំចូលជីគីមីមកកាន់កម្ពុជានៅក្នុងគោលបំណងយ៉ាងដូចម្ដេចដែរបាទសូមជើញបាទចាបងចាអរគុណចំពោះសំណួរខាងលើនេះចាមកចំពោះគោលបំណងដែលជីសញ្ញាផ្កាឈប់មាសយើងនាំចូលមកកាន់ប្រជាណាចក្រកម្ពុជាយើងនេះគឺគោលបំណងធំហ្នឹងគឺយើងមើលឃើញចាក់ស្ដែងថាតម្រូវការនៅប្រភេទជីកសិកម្មនៅក្នុងប្រជាណាចក្រកម្ពុជាយើងហ្នឹងគឺមានតម្រូវការច្រើនខ្លាំងមែនទែនហើយអីដែលពិសេសហ្នឹងគឺវិស័យកសិកម្មក៏ដើរតួយ៉ាងសំខាន់ដើម្បីទ្រទ្រង់ទៅលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងផងដែរហើយចំពោះចក្ខុវិស័យរបស់ជីសញ្ញាផ្កាឈប់មាសយើងនេះគឺមានធំសំខាន់បំផុតហ្នឹងគឺយើងចង់ផ្គត់ផ្គង់នៅប្រភេទជីដែលមានគុណភាពខ្ពស់ជូនអតិថិជនហើយយើងចង់ចូលរួមនៅក្នុងការលុបបំបាត់នៅប្រភេទជីខ្លាំងៗដែលជាទូទៅយើងស្គាល់ថាជាប្រភេទជីដែលស្ទើរលេខសមាសភាពផ្សំមិនពេញលេញជាដើមហ្នឹងហើយអ្វីដែលពិសេសហ្នឹងគឺយើងចង់អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺកាត់បន្ថយនៅប្រាក់ចំណាយដើមទុនប្រើប្រាស់នៅប្រភេទជីដែលមានគុណភាពខ្ពស់ហើយនឹងទទួលបានទិន្នផលល្អប្រសើរឡើងហើយចំពោះមួយទៀតអ្វីដែលសំខាន់បំផុតហ្នឹងគឺយើងចង់ផ្ដល់នៅទំនុកចិត្តជូនអតិថិជនយើងដែលគាត់បានប្រើប្រាស់នៅប្រភេទជីគីមីកសិកម្មថាតើគាត់ពិតជាបានចំណាយនៅថវិកាឲ្យត្រូវមុខមានន័យថាកាលណាដែលគាត់ចំណាយថវិកាទៅហើយគឺគាត់ទទួលបាននៅប្រភេទជីដែលមានគុណភាពខ្ពស់យកទៅប្រើប្រាស់ពិតប្រាកដមែនកាលណាបើគាត់ប្រើប្រាស់នៅប្រភេទជីដែលអត់មានគុណភាពគឺវាខាតបង់ទាំងពេលវេលាខាតបង់ទាំងថវិកាក៏ដូចជាប៉ះពាល់ទៅលើប្រភេទដំណាំរបស់គាត់ផងដែរបាទអរគុណច្រើនចំពោះគោលបំណងរបស់ក្រុមហ៊ុនបាត់ជីសញ្ញាផ្កាឈប់មាសចឹងមានន័យថាបច្ចុប្បន្ននេះយើងឃើញថាប្រជាពលរដ្ឋរបស់យើងមិនដឹងថាប្រើជីណាឲ្យបានចំគោលដៅពិតប្រាកដពីព្រោះជីមានច្រើនមានអ្នកនាំចូលច្រើនណាស់បាត់ទុនជនមានអ្នកផលិតទាំងក្នុងស្រុកនិងការនាំចូលប៉ុន្តែថាតើមិនដឹងថាជីណាដែលមានគុណភាពនៅក្នុងការប្រើប្រាស់ឲ្យបានសមស្របជាពិសេសគឺមានផលចំណេញសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើទៅចំគោលដៅមិនខូចដីបាត់ឧទាហរណ៍គឺមិនចំណាយពេលវេលាហើយជីខ្លះប្រើប្រាស់ទៅគឺអត់មានឃើញគុណភាពនៅក្នុងការផ្ដល់មកវិញពីជីដែលបានប្រើប្រាស់នោះទេអរគុណបាទចំពោះបាទខាងក្រុមហ៊ុនដែលបានផ្ដល់កិត្តិយសហើយចំពោះការនាំចូលជីទៀតសោតមកកាន់កម្ពុជារបស់យើងនេះតើក្រុមហ៊ុនសញ្ញាផ្កាឈប់មាសមានប្រភេទជីហ្នឹងមានប្រមាណប្រភេទដែរហើយប្រើប្រាស់ទៅលើបាត់ផលដំណាំអីខ្លះដែរបាទចាបងចំពោះប្រភេទជីសញ្ញាផ្កាឈប់មាសយើងបច្ចុប្បន្ននេះគឺយើងមានចែកចាយនៅលើទីផ្សារមានចំនួន9លេខកូដហើយយើងក៏កំពុងតែត្រៀមដាក់លក់នៅលើទីផ្សារមានចំនួន1លេខកូដទៀតផងដែរហើយនៅក្នុងហ្នឹងប្រភេទជីតូលខាងយើងគឺយើងមានចំនួន4ប្រភេទ4លេខកូដ
ទី1គឺប្រភេទជីអុយរ៉េ4600ដែលជាទូទៅប្រជាកសិករយើងស្គាល់ថាជាប្រភេទជីសជីកាលីលេខកូដ006កុដជីដីអាប៉េលេខកូដ1840និង1620ដែលជាទូទៅគេស្គាល់ថាជាប្រភេទជីខ្មៅហើយនៅក្នុងនោះយើងក៏មានជាប្រភេទ GNPK លេខកូដផ្សេងៗទៀតជាច្រើនផងដែរមានដូចជាប្រភេទ GNPK 15 បូក TE ដែលជាទូទៅគេស្គាល់ថាជាប្រភេទជីកែងនឹងឯងហើយនឹង NPK 27 12 6 បូក TE NPK 20 15 NPK 20 កុដ8 20 កុដបូក TE ហើយនឹងមួយទៀតជាប្រភេទជីដែលយើងកំពុងតែត្រៀមនៅក្នុងការចែកចាយនៅលើទីផ្សារហ្នឹងគឺជាប្រភេទជី NPK 824ដែលជាទូទៅគេស្គាល់ថាជាប្រភេទជីអរម៉ូនដែលភាគច្រើនគឺគេប្រើប្រាស់ច្រើនតែម្ដងទៅលើប្រភេទដំណាំទុរេននឹងឯងហើយអ្វីដែលពិសេសបំផុតហ្នឹងគឺខាងក្រុមហ៊ុនយើងមាននៅប្រភេទជីសរីរាង្គបូកគីមី21%ដែលលក្ខណៈពិសេសរបស់ប្រភេទជីនេះគឺជាប្រភេទជីសរីរាង្គដែលមានបូកបន្ថែមនៅសមាសធាតុគីមីនៅក្នុងហ្នឹងមានរហូតដល់21%ដែលវាមានដូចជាអាសូតរហូតដល់18%និងសមាសធាតុគីមីសំខាន់ជាច្រើនទៀតបូកបន្ថែមនៅក្នុងប្រភេទជីនេះផងដែរដែលសមាសធាតុទាំងអស់ហ្នឹងវាមានដូចជាកាល់ស្យូមប៊ូរុនសង្កសីដែកនិងអាមីណូអាស៊ីតជាដើមដែលសមាសធាតុទាំងអស់ហ្នឹងហើយវាសុទ្ធតែជាសមាសធាតុសំខាន់ដែលរុក្ខជាតិរបស់យើងត្រូវការហើយក្នុងហ្នឹងវាមានសមាសធាតុជីសរីរាង្គដែលវាជួយកែសម្រួលដីកែសម្រួលដីយើងឲ្យមានដូចថាមានជីជាតិដីធូររលុងហ្នឹងជាដើមចាបងហើយចំពោះការប្រើប្រាស់នៅប្រភេទជីនីមួយៗហ្នឹងគឺយើងមានច្រើនលេខកូដដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជននឹងឯងព្រោះដោយសារតើការប្រើប្រាស់នៅប្រភេទជីនីមួយៗ GNPK នីមួយៗហ្នឹងគឺយើងប្រើប្រាស់ទៅលើប្រភេទដំណាំខុសៗគ្នាក៏ដូចជានៅក្នុងដំណាក់កាលលូតលាស់ខុសៗគ្នាផងដែរអញ្ចឹងប្រភេទជីយើងគឺបំពេញតម្រូវការរបស់អតិថិជនបានគ្រប់ទៅលើប្រភេទដំណាំទាំងអស់តែម្ដងមិនថាដំណាំស្រូវដំណាំពោតដំណាំដំឡូងឬក៏ដំណាំទុរេនដំណាំហូបផ្លែធំអីហ្នឹងជាដើមគឺយើងបំពេញតម្រូវការរបស់អតិថិជនបានទាំងអស់បងអរគុណបាទអញ្ចឹងឃើញថាប្រជាពលរដ្ឋរបស់យើងដែលកំពុងតាមដានទស្សនាពិតជាបានយល់ច្បាស់អំពីបាទក្រុមហ៊ុនបាទជីសញ្ញាផ្កាឈូកមាសពីព្រោះមានលេខកូដផ្សេងគ្នាក្នុងការប្រើប្រាស់ទៅលើផលដំណាំដែលបងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់បាទទស្សនិកជនហើយក្រុមហ៊ុនមិនចេះបងប្អូនប្រាប់ថាដំណាំទឹកបាទលេងដើមឬមួយក៏ទឹកបញ្ចប់ផ្ដើមនៃការលូតលាស់យើងទៅឲ្យប្រើជីប្រភេទលេខផ្សេងក៏អត់ត្រូវដែរអញ្ចឹងក្រុមហ៊ុនមានការណែនាំយ៉ាងច្បាស់លាស់ទៅលើអតិថិជនរបស់យើងដែលមានបំណងចង់មកប្រើប្រាស់ជាមួយនឹងជីបាទសញ្ញាផ្កាឈូកមាសដែលមានបាទគុណភាពនៅក្នុងការប្រើប្រាស់ទៅលើផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងលោកក៏ចង់ដឹងផងដែរបាទពាក់ព័ន្ធជាមួយនឹងជីផ្កាឈូកមាសសម្រាប់ប្រភេទជីទាំងប្រមាណដូចជា10មុខដែលក្រុមហ៊ុនបាននាំចូលមកកាន់កម្ពុជាថាប្រភេទជីទាំងអស់នេះប្រជាពលរដ្ឋចង់ដឹងណាថាប្រើប្រាស់ទៅមានផលប៉ះពាល់ដល់ដីឬមួយក៏ដំណាំរួមផ្សំនឹងជីវៈចម្រុះនៅក្នុងចំការដំណាំរបស់គាត់ដែរឬទេពីព្រោះចំណុចនេះសំខាន់ណាស់បាទដែលបងប្អូនប្រជាពលរដ្ឋរបស់យើងចេះតែព្រួយបារម្ភប្រើយូរទៅកន្លខូចដីអស់ទៅយ៉ាងម៉េចទៅវិញហើយប៉ះពាល់ដល់អ្នកប្រើប្រាស់ដែរឬទេបាទចាបងចាបើជាការពិតទៅគឺការប្រើប្រាស់នៅប្រភេទជីគីមីកសកម្មទៅលើប្រភេទដំណាំហ្នឹងគឺវាតែងតែមានផលប៉ះពាល់ប៉ុន្តែផលប៉ះពាល់តិចឬច្រើនគឺវាអាស្រ័យទៅលើការប្រើប្រាស់នៅប្រភេទជីក៏ដូចជាការជ្រើសរើសជីរបស់ប្រជាកសិករផងដែរបើសិនជាប្រជាកសិករក៏ដូចជាបងប្អូនទាំងឡាយគាត់ជ្រើសរើសនៅប្រភេទជីដែលមានគុណភាពខ្ពស់មានប្រភពច្បាស់លាស់ក៏ដូចជាជីដែលមានសមាសធាតុផ្សំពេញលេខហើយការប្រើប្រាស់របស់គាត់ហ្នឹងគឺត្រូវទៅតាមការណែនាំរបស់អ្នកជំនាញគឺការប៉ះពាល់ហ្នឹងគឺវាមានផលប៉ះពាល់តិចតួចខ្លាំងមែនទែនហើយនៅក្នុងរយៈពេលយូរទៀតហើយអីដែលពិសេសហ្នឹងគឺបច្ចុប្បន្ននេះយើងក៏មានជាប្រភេទសមាសធាតុផ្សេងដើម្បីទៅជួយកែសម្រួលនៅបញ្ហាទាំងអស់ហ្នឹងផងដែរយើងមានដូចជាប្រភេទជីសរីរាង្គផ្សេងឬមួយក៏ជីកំបោរផ្សេងហ្នឹងផងដែរប៉ុន្តែផ្ទុយទៅវិញបើសិនជាបងប្អូនធ្វើការជ្រើសរើសនៅប្រភេទជីដែលអត់មានគុណភាពអត់មានប្រភពច្បាស់លាស់ឬមួយក៏យើងហៅថាជីខ្លាំងៗឬក៏ជាប្រភេទជីដែលសមាសធាតុ NPK វាគឺមិនពេញលេខមិនត្រឹមត្រូវអានឹងគឺផលប៉ះពាល់របស់វាគឺផលប៉ះពាល់ច្រើនផលប៉ះពាល់ខ្លាំងហើយវាប៉ះពាល់នៅក្នុងរយៈពេលខ្លីមែនតើវាប៉ះពាល់ទៅទាំងដីធ្វើឲ្យដីរឹងក្តាំងដីឡើងជាតិអាស៊ីតខ្លាំងក៏ដូចជាផលប៉ះពាល់ទៅលើប្រភេទដំណាំរបស់បងប្អូនផងដែរធ្វើឲ្យដូចថាដំណាំយើងខ្សោយដំណាំយើងមានជំងឺអីផ្សេងហើយចំពោះតកតងនឹងបញ្ហានេះផងដែរខ្ញុំក៏ចង់ធ្វើការបកស្រាយនៅដូចថាចម្ងល់របស់ប្រជាជនយើងភាគច្រើនគាត់តែងតែគិតថា
ពេលដែលគាត់លឺថាប្រភេទជីគីមីបងគឺគាត់តែងតែគិតថាវាប៉ះពាល់ដល់សុខភាព បាទ កន្លែងហ្នឹងខ្ញុំចង់បញ្យល់ទៅកាន់បងប្អូនវិញថាប្រភេទជីគីមីកសិកម្មដែលជាទូទៅយើងស្គាល់ថាជាប្រភេទជី NPK ហ្នឹងតាមពិតទៅវាដូចជាអាហារូបត្ថម្ភបន្ថែមដែលយើងផ្ដល់ទៅកាន់រុក្ខជាតិរបស់យើងអញ្ចឹងមានន័យថាដូចជាមនុស្សយើងអញ្ចឹងពេលដែលដូចថាយើងខ្វះនៅសមាសធាតុដូចថាខ្វះនៅកាល់ស្យូមគឺយើងបំពេញកាល់ស្យូមដល់ខ្លួនយើងផ្ទាល់ បាទ រុក្ខជាតិគឺដូចគ្នាបងសមាសធាតុ NPK នេះគឺសុទ្ធតែជាសមាសធាតុសំខាន់បំផុតដែលរុក្ខជាតិរបស់យើងត្រូវការនៅក្នុងការលូតលាស់ដូចថាបើសិនជារុក្ខជាតិរបស់យើងមានស្លឹកលឿងដូចថាស្លឹកអន់ឬមួយក៏ដងដើមអន់អាហ្នឹងគឺមានន័យថាវាខ្វះអាសូតអញ្ចឹងយើងបំពេញនៅអាសូតបន្ថែមទៅកាន់រុក្ខជាតិរបស់យើងបើកាលណារុក្ខជាតិរបស់យើងមើលទៅឬវាខ្សោយដូចថាដើមចង់ដួលអីអញ្ចឹងឬមួយក៏ដងដើមរឹងខ្សោយអាហ្នឹងគឺយើងបំពេញនៅសមាសធាតុពេបន្ថែមទៅកាន់រុក្ខជាតិរបស់យើងហើយបើសិនជាដូចថាទិន្នផលផ្លែរបស់យើងចាប់ផ្ដើមធ្លាក់ទិន្នផលអត់ល្អផ្លែអត់ល្អអាហ្នឹងគឺយើងបំពេញនៅសមាសធាតុការបន្ថែមទៅកាន់រុក្ខជាតិរបស់យើងអញ្ចឹងមានន័យថា NPK ហ្នឹងជារួមមកវាគ្រាន់តែជាអាហារូបត្ថម្ភបន្ថែមដែលយើងបំពេញទៅកាន់រុក្ខជាតិរបស់យើងឲ្យការលូតលាស់របស់វាល្អទទួលបានទិន្នផលខ្លាំងប៉ុណ្្នឹងឯងគឺវាអត់មានផលប៉ះពាល់ទៅលើសុខភាពដូចថាអ្នកដែលថាគាត់ទទួលទានណាបងអាហ្នឹងគឺវាអត់មានផលប៉ះពាល់ទេបង បាទ ចា អរគុណបាទសម្រាប់តំណាងក្រុមហ៊ុនបាត់ជីគីមីបាទសញ្ញាផ្កាឈូកមាសឃើញថាប្រជាពលរដ្ឋបន្ទាប់ពីការសម្ដាប់ហើយពិតជាមានការជឿជាក់ជាសំខាន់ឡើយការដាំដំណាំទុរេនបន្ទាប់ពីការប្រមូលផលហើយដែលយើងប្រើប្រាស់ទាំងការបាញ់លើដើមនិងការដាក់ជីតាមគល់នឹងជាប្រភេទជីបាទសរីរាង្គបូកគីមីនិង NPK 15ហ្នឹងតើវាមានផលប្រយោជន៍អីសម្រាប់ការដាំដើមឈើឬមួយក៏ដំណាំរួមផ្សំរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសគឺសំដៅទៅលើគោលដៅនៃការបន្ទាប់ពីការប្រមូលផលរួចមកនោះ ចាបងចាជាទូទៅការប្រើប្រាស់របស់ប្រជាកសិករយើងគឺគាត់ប្រើនៅជំហានដំបូងទៅលើប្រភេទដំណាំទុរេននឹងជាដើមគឺគាត់បានប្រើប្រាស់នៅប្រភេទជីសរីរាង្គបូកគីមី 21% ខាងយើងលាយជាមួយនឹងប្រភេទជីកែង NPK 15 បូកទៅបន្ថែមគឺការប្រើប្រាស់នេះគឺគាត់ប្រើទៅលើវគ្គស្ដារដើមហ្នឹងគឺយើងប្រើដើម្បីបំពន់ដូចថាផ្ដល់នៅកម្លាំងឲ្យដើមរុក្ខជាតិយើងសារឡើងវិញនៅក្រៅពីពេលដែលយើងប្រមូលផលរួចព្រោះកាលណារុក្ខជាតិពេលដែលដូចថាក្រោយពីយើងប្រមូលផលរួចគឺដើមយើងចាប់ផ្ដើមបាក់កម្លាំងអញ្ចឹងគឺយើងត្រូវផ្ដល់នៅកម្លាំងបន្ថែមសារជាថ្មីទៅឲ្យរុក្ខជាតិរបស់យើងហើយដល់ពេលដែលយើងប្រើប្រាស់នៅប្រភេទជីសរីរាង្គបូកគីមីហ្នឹងទៅវាជួយទាំងកែសម្រួលដីឲ្យដីមកធូររលឡើងវិញក៏ដូចជាផ្ដល់នៅសមាសធាតុចិញ្ចឹមសំខាន់ទៅកាន់រុក្ខជាតិយើងដើម្បីឲ្យរឹងមាំសារឡើងវិញដើម្បីត្រៀមយកទិន្នផលទៅក្នុងឆ្នាំក្រោយទៀតផងដែរហើយការប្រើនេះផងដែរគឺយើងដូចថាជាទូទៅគឺយើងអាចប្រើប្រាស់លាយគ្នាបានគឺយើងប្រើប្រភេទជីសរីរាង្គបូកគីមីចំនួន3បាវ 3B ហ្នឹងគឺលាយជាមួយនឹងប្រភេទជីគីមី NPK 15 បូកទៅហ្នឹងចំនួន 1B បូកលាយបញ្ចូលគ្នាហ្នឹងហើយយើងយកទៅប្រើប្រាស់ទៅលើប្រភេទដំណាំរបស់យើងក្នុងមួយដើមគឺយើងអាចចំណាយត្រឹមតែចន្លោះពី1គីឡូទៅ1គីឡូកន្លះប៉ុណ្ណោះបងចំពោះប្រភេទដំណាំដើមធំអញ្ចឹងការប្រើប្រាស់ហ្នឹងគឺវាតិចតួចខ្លាំងមែនតើ បាទអរគុណជាការពិតអញ្ចឹងបន្ទាប់ពីការប្រមូលផលមកគឺជីសរីរាង្គបូកគីមីនិង NPK 15ហ្នឹងគឺមានន័យថាគឺដើម្បីស្ដារដើមឡើងវិញចាស្ដារដើមក៏ដូចជាបំពន់ផ្ដល់នៅកម្លាំងឲ្យដើមយើងឡើងវិញផងដែរបាទពីព្រោះអីទុតិយជនយើងបានដឹងហើយបន្ទាប់ពីការប្រមូលផលមកដើមឈើពិតជាខ្សោយមានន័យថាខ្សោយអស់ធម្មពលដោយសារតែបំពន់នៅផ្លែឲ្យមានរីកធំធាត់បានល្អអញ្ចឹងបន្ទាប់ពីការប្រមូលផលមកបើសិនបើប្រជាកសិកររបស់យើងដែលជាម្ចាស់ដំណាំមិនប្រើប្រាស់ជំនួយដល់ដើមមានន័យថាមិនឲ្យអាហារមិនឲ្យទឹកដល់រុក្ខជាតិរបស់យើងនេះច្បាស់ណាស់នឹងខូចបាទដើមឈើនឹងខូចនឹងស្វិតអាចនឹងងាប់ថែមទៀតផងអញ្ចឹងការនាំចូលនៅជីគីមីបាទដែលមានសញ្ញាផ្កាឈូកមាសរបស់ក្រុមហ៊ុននេះគឺថាផ្ដល់ជូននៅក្តីទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋអញ្ចឹងអ្នកដាំដុះដើមឈើជាប្រភេទដំណាំហូបផ្សែដូចជាទុរេនដែលកំពុងពេញនិយមនៅក្នុងពេលបច្ចុប្បន្នយើងបានឃើញសកម្មភាពមិញហើយគឺថានេះគឺជាសកម្មភាពបន្ទាប់ពីការប្រមូលផលនៅទុរេនរួចមកប្រជាពលរដ្ឋរបស់យើងបានបាទយកបាទជីបាទផ្កាឈូកមាសទៅបាទបំពន់ដើមមានន័យថាទាំងការបាញ់លើដើមនិងការបាទដាក់ជីតាមគល់បាទទុតិយជនដាក់ជីតាមគល់ដើម្បីឲ្យបាទរុក្ខជាតិនេះមានកម្លាំងឡើងវិញបន្ទាប់ពីការថែទាំជាមួយនឹងការបង្កបាននៅបាទភោគផលផ្ដល់ជូនដល់ម្ចាស់ចម្ការបាទអញ្ចឹងគេថានេះគឺជាការប្រប្រៃបាទទុតិយជនអញ្ចឹងទុតិយជនបាទច្បាស់ជាបានយល់ច្បាស់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់នៅផលិតផលបាទជីជាពិសេសសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការប្រសិនបើត្រូវការជីដែលមានគុណភាព
នៅក្នុងការប្រើប្រាស់ហើយមិនឲ្យខូចនៅផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋគឺជាសញ្ញាកាជុកមាសដែលកំពុងតែចាប់មានវត្តមាននៅកម្ពុជាយើងហើយបាទនៅក្នុងនោះអ្នកដែលបានប្រើប្រាស់ទូរទស្សន៍ជនបានស្ដាប់ពីដើមកម្មវិធីនេះរួចមកហើយគឺថាប្រជាពលរដ្ឋរបស់យើងប្រើទៅខុសពីជីផ្សេងបន្ទាប់ពីការប្រើបានត្រឹមតែ10ថ្ងៃទៅ15ថ្ងៃគឺថាមានការលាស់នៅសន្លឹកថ្មីឡើងវិញហើយរុក្ខជាតិហាក់បីដូចជាមានកម្លាំងខុសពីការប្រើប្រាស់នៅផលិតផលផ្សេងដែលជីពីមុនមកគាត់ប្រើទៅហាក់បីដូចជាមិនទាន់មើលឃើញថារយៈពេល1ខែ2ខែដូចជារើបនឹងបានតិចដោយឡែកសម្រាប់ជីបាត់សញ្ញាផ្កាឈូកមាសបាត់ជីបាត់គីមីបូកជាមួយនឹងជីសរីរាង្គនេះគឺថាមានគុណភាពល្អមែនទែនបាទទុននិយមដែលកម្មវិធីចោះទៅផ្ដិតរូបភាពដោយផ្ទាល់ហើយការលើកឡើងដោយផ្ទាល់ពីមតិបងប្អូនប្រជាពលរដ្ឋរបស់យើងដែលជាម្ចាស់ចំការផ្ទាល់តែម្ដងបាទអរគុណណាស់បាទទុននិយមថ្ងៃនេះកម្មវិធីបានឈានចូលដល់ទីបញ្ចប់ក៏សូមអរគុណចំពោះការតាមដានទស្សនារបស់បងប្អូនប្រជាពលរដ្ឋតាំងពីដើមរហូតដល់ទីបញ្ចប់ហើយសប្តាហ៍ក្រោយទៀតកម្មវិធីនឹងធ្វើបទសម្ភាសន៍ជាមួយនឹងបងប្អូនប្រជាកសិកររបស់យើងបន្ថែមទៀតក៏ដូចជាការលើកឡើងពីតំណាងក្រុមហ៊ុនដើម្បីផ្ដល់ជូននៅភាពទំនុកចិត្តជូនដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែនិយមតាមដានទស្សនាជាមួយនឹងកម្មវិធីនីតិកសិកម្មរបស់ស្ថានីយ៍ទូរទស្សន៍ Full HD TV ផងដែរនោះកម្មវិធីក៏សូមលំអរកាយគ្រប់លាវិលវិញជួបគ្នានៅថ្ងៃសុក្រសប្តាហ៍ក្រោយតាំងពីវេលានៅម៉ោងដដែលសូមអរគុណបាទជីគីមីសញ្ញាផ្កាឈូកមាសជំនាញកែប្រែគុណភាពដីឬច្រើនដើមថ្លោះរឹងមាំស្លឹកក្រាស់បង្កើនទិន្នផលខ្ពស់ធ្វើឲ្យដីធូរល្អមិនរឹងខ្លាំង